លោកសៀសូមអភ័យទោសចំពោះអកប្បកិរិយាមិនសមរម្យរបស់ខ្ញុំពីមុនផងខ្ញុំពិតជាមិននឹកស្មានថាថ្នាំរបស់លោកអាចព្យាបាលឪពុកខ្ញុំឲ្យជាសះស្បើយបានពិតមែនទេអូមិនអីទេខ្ញុំយល់ពីអារម្មណ៍របស់អ្នកនាងរងចាំដល់ពេលឪពុកខ្ញុំបញ្ចប់ការពិនិត្យរាងកាយហើយបញ្ជាក់ថាបានជាសះស្បើយទាំងស្រុងខ្ញុំនឹងថ្លែងអំណរគុណលោកដោយស្មោះអស់ពីចិត្តមិនចាំបាច់អរគុណខ្ញុំទេមិនបានទេគ្រូសាស៊ូរបស់យើងតែងតែសង្គុណអ្នកដែលមានគុណមកលើយើងលើពីនេះទៅទៀតលើកនេះលោកបានសង្គ្រោះជីវិតឪពុកខ្ញុំទៀតផងប៉ុន្តែខ្ញុំលោកសៀសូមកុំបដិសេធទៀតអីបើមិនដូច្នោះទេខ្ញុំនឹងមានអារម្មណ៍ថាមិនសប្បាយចិត្តឡើយសូមលោកអញ្ជើញទៅសម្រាប់នៅបន្ទប់ទទួលភ្ញៀវសិនទៅបានហើយសួស្ដីជួយស៊ើបប្រវត្តិមនុស្សម្នាក់ឲ្យខ្ញុំគាត់ឈ្មោះស៊ីយូខាងមន្ទីរពេទ្យគួរតែមានព័ត៌មានផ្ទាល់ខ្លួនរបស់គាត់ក្នុងរយៈពេល10នាទីខ្ញុំចង់ដឹងប្រវត្តិនិងព័ត៌មានទាំងអស់ដែលទាក់ទងនឹងគាត់ព្យាបាលជាសះស្បើយមែនព្យាបាលជាសះស្បើយពិតមែនពិតជាព្យាបាលជាសះស្បើយមែនខ្ញុំកំពុងតែយកសពប្រកាសជាកំពុងតែយកសពហើយសូមអភ័យទោសកញ្ញាស៊ូប្រធានវងរបស់យើងប្រហែលជាទទួលការប៉ះទង្គិចផ្លូវចិត្តខ្លាំងពេកហើយគាត់ហាក់ដូចជាបាត់បង់ស្មារតីបន្តិចប៉ុន្តែមិនមានបញ្ហាធ្ងន់ធ្ងរទេតើឪពុកខ្ញុំពិតជាបានជាសះស្បើយទាំងស្រុងហើយឬតើរាងកាយគាត់នៅសល់ហានិភ័យឬបញ្ហាអ្វីទៀតទេទោះបីជាវាពិបាកជាក៏ដោយប៉ុន្តែវាជាការពិតនេះគឺជាអភូតហេតុមួយក្នុងប្រវត្តិសាស្ត្រវិទ្យាសាស្ត្រហើយចុះថ្នាំចាក់ដែលបង្ខំឲ្យរាងកាយប្រើធម្មពលលើសកម្រិតដែលបានចាក់ឲ្យឪពុកខ្ញុំពីមុនវិញតើវាមិនបន្សល់ផលប៉ះពាល់ទេគ្មានទេឥទ្ធិពលរបស់ថ្នាំនោះត្រូវបានបំបែកនិងរំលាយចោលទាំងស្រុងល្អណាស់ខ្ញុំយល់ហើយអ្នកនាំប្រធានវងទៅសម្រាប់សិនចុះពេលក្រោយខ្ញុំនឹងជូនប្រាក់រង្វាន់ធំមួយដល់ផ្នែករបស់អ្នកអរគុណច្រើនអ្នកនាងស៊ូមិនអីទេតោះទៅលោកគ្រូពេទ្យ